មានបងប្អូនយើងជាច្រើនក៏ឆ្ងល់ថាហេតុអ្វីបានជាខ្ញុំអត់ទៅចូលរួមការជីវវិទ្យានឹងទីប្រព្រឹត្តចម្លើយនោះគឺថាបណ្ដាទៅផងហើយតើឲ្យខ្ញុំទៅដូចម្ដេចតែបងក្ដោមួយចំនួនគាត់ទៅខមមិននៅក្នុងមង្គលការរបស់ជីវវិទ្យាថារវល់មកការហ្នឹងហើយឲ្យមានតែមើលព្រំដែននេះពុំច្បាំងគ្នាលបល់ចោអាណាតកាណាតដឹងពេលខ្លះណារោមង្គលការខ្លះមង្គលការណានេះហើយបនសពណានេះអាតដឹងពលារឿងគេស្លាប់ហើយរឿងមង្គលការហ្នឹងគាត់គិតយូរហើយតម្រាំតែគាត់មានថ្ងៃហ្នឹងហើយយើងកុំប្រើគំនិតជាតិនិយមផងយើងមកខមមិនខុសកលៈទេសៈណាឲ្យស្គាល់ការស្គាល់វេលាផងលោកព្រះអើយអូខេមុនបកស្រាយសូមញ៉ាំកាហ្វេមួយកែវសិននេះគឺកាហ្វេ Royal Arabica ឆ្ងាញ់មែនតើច្រឡំបាទសូមបកស្រាយតែម្ដងកុំឲ្យមានអារម្មណ៍ថាសំតប៉ែមុននឹងនិយាយលេងទេមែនតើតាំងពីខ្ញុំចូលសិល្បៈមកខ្ញុំទៅជួបជីវិតតែម្ដងគត់ហៅតែប្អូនចុះដោយសារខ្ញុំមានអាយុបងគាត់ខ្ញុំទៅជួបគាត់បានម្ដងគត់ដោយចៃដន្យហ្នឹងគឺនៅកន្លែងអ៊ុតហ្វៀម៉ូតូដោយសារជីវិតគាត់ក៏ជា rider មួយដែរមិន rider ជីចក់ទេគឺ rider ជីវិតបានហើយបើគូសារគាត់ព្រឹកគឺខ្ញុំអត់ដែលបានជួបគាត់ទេហើយវាពិតជាពិបាកមែនតើតែអញ្ជើញមនុស្សទៅតែស្គាល់គ្នាដោយចៃដន្យណាទាំងគេទាំងខ្ញុំគឺខ្ញុំពិបាកដូចតែគ្នាហ្នឹងប៉ុន្តែខ្ញុំនិយាយអារម្មណ៍ផងខ្ញុំវិញខ្ញុំពិតជាសរសើរពួកគាត់មែនតើឆ្លងកាត់ព្យុះភ្លៀងវេទនាលំបាកជាមួយគ្នាជាពិសេសហ្នឹងគឺអ្នកមើងងាយគាត់ហើយនឹងអ្នកដែលរិះគន់គាត់ហ្នឹងច្រើនណាស់មកទល់នឹងពេលហ្នឹងគឺគាត់សម្រេចបានជោគជ័យច្រើនណាស់សម្រាប់ជីវិតជាដៃគូគ្រួសារផងគាត់ខ្ញុំពិតជាសរសើរហើយក៏ជារឿងមួយដែលបងប្អូនក៏ដូចជាអ្នកដែលតាមដានហ្នឹងគួរតែមើលអំពីសេចក្តីល្អពួកគាត់សូម្បីតែមង្គលការយើងមើលទៅមង្គលការគាត់ក៏ក្នុងចំណែកមួយនៃការផ្សព្វផ្សាយដែរមើលការពួកគាត់ក្នុងនាមគាត់ជាសិល្បករសិល្បករនេះមង្គលការផងគាត់គឺចេញមកគឺផ្សព្វផ្សាយពីវប្បធម៌ខ្មែរហ្មងហើយបូករួមជាមួយនឹងបងប្អូនជាសិល្បករសិល្បករនេះ influencer content creator និងអ្នក business ទៅច្រើនសមាជិកមែនតើក្នុងនាមខ្ញុំជាអ្នកដែលស្រឡាញ់គ្រប់គ្រងគាត់ខ្ញុំពិតជាអារម្មណ៍ថាណារំភើបអញ្ចឹងពេលថាញ័រកាពេគូនេះមានថាយើងភើបមើលឃើញហើយមានអារម្មណ៍ថារន្ធត់ចិត្តមានសប្បាយចិត្តជំនួសគាត់ហើយបើនិយាយថាដេកញញឹមឃើញពួកគាត់មានក្តីសុខក្នុងមង្គលការហ្នឹងគេមានគេសួរខ្ញុំថាមិនបានខ្ញុំអត់ទៅនេះជាចំណោយដែលខ្ញុំឆ្លើយប៉ុន្តែខ្ញុំចង់ឆ្លើយទៅវិញហើយខ្ញុំចង់សួរទៅអ្នកដែលស្អប់គាត់យ៉ាងម៉េចហើយអ្នកដែលស្អប់យ៉ាងម៉េចហើយអ្នកដែលតែងតែជេរមើលងាយគាត់នោះឃើញពួកគាត់មានអនាគតចឹងមិនដែរឥឡូវនេះពួកយើងដែលជាអ្នកឆ្លោះគ្នា fan បណ្ដា fan ជីវិតអីហ្នឹងឥឡូវនេះយើងត្រូវគិតណា idol ពួកយើងគាត់មានអនាគតអស់ហើយជីវិតក៏គាត់មានអនាគតហើយគ្រាន់តែគេជា idol ឧបត្ថម្ភនៅក្នុងមង្គលការគាត់$240,000អានេះគាត់និយាយជាការឧបត្ថម្ភអានេះយើងគិតមើលទៀតថានេះចំណងដៃផ្សេងទៀតហើយមិនមែនប្រាក់ប៉ុណ្ណឹងគាត់មានបានដោយសារគេចងដៃខ្ញុំមិនជឿទេគាត់មាន business ហើយដូចជាការខិតខំប្រឹងប្រែងរវាងពួកគាត់ទាំងពីរនាក់ទៅហើយប៉ុន្តែគាត់និយាយថា idol ពួកយើងគាត់មានអនាគតហើយមួយទៀតព្យាយាមបើកចិត្តទូលាយទទួលមើលពីចំណុចល្អពួកគាត់ខ្ញុំនិយាយមែនណាអ្នកខ្លះគាត់តែនិយាយថាមានកូនហើយចាំបាច់រៀបការទៅអីវាជាឯកជនភាពរបស់គេតើត្រូវចាំថាអាពាហ៍ពិពាហ៍ណាដែលច្បាប់ទទួលស្គាល់វាលែងតែអាពាហ៍ពិពាហ៍នឹងបានចោះអេតាស៊ីវិលជាមួយគ្នាទៅជាអាពាហ៍ពិពាហ៍ស្របច្បាប់ដែលច្បាប់ទទួលស្គាល់រវាងបុគ្គលកបុគ្គលខនឹងជាសហព័ន្ធនឹងគ្នាបើទោះបីជាយើងរៀបការហើយក៏ដោយតាមប្រពៃណីហើយក៏ដោយមិនបានចុះអេតាស៊ីវិលជាមួយគ្នាទេច្បាប់ក៏នៅតែសន្មតថាបុគ្គលទាំងពីររូបជាអនិច្ចសង្វាសជនជាជនដែលរស់នៅក្រៅប្រព័ន្ធច្បាប់ដដែលទេពួកគាត់បានធ្វើត្រឹមត្រូវនៅក្នុងច្បាប់ហើយនៅក្នុងប្រពៃណីទៀតខ្ញុំពិតជាសរសើរពួកគាត់ហើយមួយទៀតសូមផ្ញើជូនដល់ជាពាក្យខ្មែរមួយគេក្មេងៗគាត់តែជេរលេងតែអពងក្តោមួយចំនួនគាត់ទៅខមមិននៅក្នុងមង្គលការរបស់ជីវិតថារវល់មកការហ្នឹងហើយឲ្យមានតែមើលព្រំដែននេះពុំច្បាំងគ្នាលបល់ចោអាណាតកាណាតដឹងពេលខ្លះណារោមង្គលការខ្លះមង្គលការណានេះហើយបនសពណានេះអាតដឹងពលារឿងគេស្លាប់ហើយរឿងមង្គលការហ្នឹងគាត់គិតយូរហើយតម្រាំតែគាត់មានថ្ងៃហ្នឹងហើយអាណាតដឹងតែការចង់ថ្ងៃគេបិទព្រំដែនយើងគុំយកអាបញ្ហាហ្នឹងមកលីឡំហើយនៅមួយប្រទេសយើងវាមិនទាន់មានការកលយុបអស្ចារ្យដែលធ្វើឲ្យគាត់អាសម្បត្តិត្រឹមជនជាតិសៀមជនជាតិថៃនេះធ្វើឲ្យប្រទេសយើងកើតកលយុបថ្នាក់ដឹកនាំយើងមានភាពចាស់ទុំរឿងនយោបាយដឹកនាំល្អណាស់ខ្ញុំគិតថាដល់ថ្នាក់យើងកាមកើតទេយើងកុំប្រើគំនិតជាតិនិយមផងយើងមកខមមិនខុសកលៈទេសៈណាឲ្យស្គាល់ការស្គាល់វេលាផងលោកព្រះអើយណែឥឡូវគាត់ចង់ប្រាប់ថា idol ពួកយើងគាត់មានអនាគតហើយជាចុងក្រោយនៃវីដេអូនេះខ្ញុំ
មានអីទេសូមជូនពរជីវិតហើយនឹងព្រឹកហើយនឹងក្រុមគ្រួសារគាត់ស្រឡាញ់គ្នាដល់ចាស់កោងខ្នងរស់ស៊ីតិចជុំដូចតែអបពងជ័យពិសាងទៀតសូមឲ្យរស់ស៊ីសុខចម្រើនការសម្បត្តិវាប្រាក់កែវកងជាតិពេជ្របងពេជ្រនៃរាទាស្លៃគោកបេះសេះមុនទាស្រ័យចំការច្បាស់អំណាងកុំបីខ្វះកន្លះឡាយមួយយ៉ាងទៀតសូមឲ្យនិយាយរួមទៅមានសុភមង្គលបាទគ្នាអីទេហើយក្នុងនាមខ្ញុំជាអ្នកដែលគ្រប់គ្រងនិងស្រឡាញ់ពួកគាត់ខ្ញុំសប្បាយចិត្តមែនទែនឃើញគោលការណ៍របស់គាត់ប្រកបដោយស្នាមញញឹមហើយវាចាក់បេះដូងរបស់ខ្ញុំធ្វើឲ្យខ្ញុំលេងចង់ស៊ីកលទៀតបាទចុងក្រោយសុភភ័យបកកើតទៀតបាទអរគុណច្រើនទៀតហើយអញអើយចាំបានផ្ទះបាញ់អត់ត្រូវមែន